ជំរាបសួរប្រិយមិត្តនៅក្នុង Facebook ទាំងអស់ជាទីគោរពពេលនេះទៅកាន់ប្រិយមិត្តដទៃទៀត Change Who Columbus ទូរទស្សន៍សូនតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នត់កំណត់ទៅដល់ទីនោះការផ្លាស់ប្ដូរផ្នត់កំណត់ទៅដល់ទីណាការយល់ដឹងទៅដល់ទីនោះស្ដាប់សូនតារាកើនបញ្ញាផ្លែកស្ដាប់ហ៊ុនម៉ាណែតអត់ទឹកដល់មែនតែនស្ដាប់ហ៊ុនសែនកើតរោគចិត្តចាញ់ក្មេងគតិបណ្ឌិតសម្បត្តិសេងរតនាទៅចាប់ធ្វើបាបអូទូរទស្សន៍សូនតារាស្រាតខោជិនផ្ដាច់ការផ្លាស់ប្ដូរផ្នែកគំនិតប្រធានបទទី1ថៃសុភីគឺជាប្រធានបទទស្សនៈនិងការឆ្លើយទៅនឹងសំណួរប្រិយមិត្តជាច្រើនរូបតើសំរងស៊ីត្រូវចូលទឹកដីថៃទេសម្រាប់សូនតារាថាទេនេះគឺជាទស្សនៈមួយនៅក្នុងប្រធានបទទី1ដែលគ្របដណ្ដប់នៅចំណុចសំខាន់វាចាដួងចិត្តប្រធានបទទី2មានប្រិយមិត្តសួរទៀតថ្ងៃនេះប្រធានបទទី1និងប្រធានបទទី2ចែកចន្ទាគឺដោះស្រាយប្រាថ្នារបស់ប្រិយមិត្តតើនរណាចំណេញពីចំនួនព្រំដែនខ្ញុំបានឆ្លើយតបបន្តិចទៀតនៅក្នុងប្រធានបទឯប្រធានបទទី3គឺជាប្រធានបទដែលឆ្លុះបញ្ចាំងពីសច្ចធម៌អ្នកដែលស្អប់ការគំរាមខ្លាំងជាងគេបំផុតគឺជាមនុស្សដែលចូលចិត្តគំរាមគេសុកកមួយជាទីបំផុតឬក៏ក្នុងនេះខ្ញុំដាក់ថាអ្នកដែលស្អប់គេគំរាមគឺចូលចិត្តគំរាមគេបំផុតមុំប៉ែនប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាសុខវិរិយអានស្រាតខោជិនផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់នៅក្នុងប្រធានបទទី1គឺមានសំណួរ2ណាទី1គឺតើសំរងស៊ីគួរតែចូលទឹកដីថៃជាទស្សនៈរបស់ខ្ញុំនិងតើត្រូវរួបរวมយ៉ាងដូចម្ដេចព្រោះអ្វីដែលខ្ញុំលើកឡើងនេះគឺឆ្លុះបញ្ចាំងពីស្ថានភាពទូទៅនៅក្នុងប្រទេសកម្ពុជានិងបរិបទពិភពលោកចិត្តជលសាស្ត្រឥឡូវមុននឹងចូលទៅដល់ប្រធានបទសំខាន់ឆរាវីខ្ញុំមានគ្រឿងក្លែង2ដែរសលេះអាកាំងកាលពីម្សិលមិញខ្ញុំបាននិយាយអំពីសង្គ្រាមនិងបើយើងនិយាយទៅខ្ញុំនិយាយអំពីស្ថានភាពអន្តរជាតិកម្មវិធីហងហើយខ្ញុំអះអាងតាមរយៈការព្យាករណ៍របស់ខ្ញុំថានឹងគ្មានសង្គ្រាមលោកលើកទី3កើតឡើងទេមានប្រិយមិត្តម្នាក់នៅក្នុងចំណោមប្រិយមិត្តជាច្រើនអ៊ីវ៉ាធីគាត់ថាខុសហើយលោកគ្រូខ្ញុំថាសង្គ្រាមលោកលើកទី3នឹងកើតឡើងពីព្រោះបើអាមេរិកលូកដៃទៅក្នុងសង្គ្រាមជាមួយអ៊ីរ៉ាក់រុស្ស៊ីចិននិងកូរ៉េខាងត្បូងមិនអនុញ្ញាតឲ្យពិភពលោកទាំងមូលធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃអាមេរិកបានឡើយដូច្នេះពួកគេត្រូវតែលូកដៃជួយហើយការលូកដៃជួយនេះម្យ៉ាងផាងនឹងបណ្ដាលឲ្យមានសង្គ្រាមលោកលើកទី3ខ្ញុំក៏ឆ្លើយតបទៅគាត់វិញថាសមហេតុផលខ្ញុំថាអញ្ចឹងឌីទៅពេលនោះណាខ្យល់បក់ដីហើយគាត់តបមកវិញបើគិតថាសមហេតុផលហេតុអ្វីបានជាលោកគ្រូនិយាយថានឹងគ្មានសង្គ្រាមលោកលើកទី3កើតឡើងព្រោះកៅមនីពើសម័យខ្ញុំលើកហេតុផលខ្ញុំមិននិយាយច្រើនទេហើយណែគាត់បានមើលខ្ញុំច្បាស់ហើយគាត់សួរអញ្ចឹងគាត់ថាបើលោកគ្រូគិតថាសមហេតុផលហេតុអ្វីបានជាលោកគ្រូនិយាយថាគ្មានសង្គ្រាមលោកលើកទី3កើតឡើងខ្ញុំ
ក៏ឆ្លើយទៅគាត់វិញថាពីព្រោះអ្វីទាំងអស់សុទ្ធតែជាការព្យាករណ៍បើការព្យាករណ៍វាគឺជារឿងត្រឹមត្រូវ 100% គេមិនហៅថាព្យាករណ៍ឧទាហរណ៍ថាមនុស្សកំពុងតែស្លាប់មនុស្សកំពុងតែឈឺគេមិនអាចព្យាករណ៍ថាខ្ញុំព្យាករណ៍ថាគាត់ឈឺប៉ុន្តែបើគាត់អត់ឈឺទេគាត់ហូបអាហារគីមីគាត់ផឹកស្រាច្រើនជក់បរិយច្រើនអត់ដេកអត់ពួនអានេះគេអាចព្យាករណ៍ថាគាត់ឈឺបានពេលនោះបងប្អូនណាគាត់ដូចស្រឡាញ់កាំងខ្ញុំមើលទៅដូចជាអត់ឃើញតបទល់ឥឡូវអញ្ចឹងមានន័យថាដើម្បីដឹងថាតើការព្យាករណ៍របស់ខ្ញុំឬការទាយរបស់អ្នកហៀងត្រូវឬខុសវាទាល់តែយើងរងចាំមើលទាំងអស់គ្នាគាត់ភ្ញាក់បងប្អូនភ្ញាក់មិនទេភាកច្រើននេះខ្ញុំមិនថាភាកច្រើននេះដូចខ្ញុំនិយាយទៅដូចអាយ៉ងជួងអញ្ចឹងដូចជាពួកកុំវិសនាពីមុនមកខណ្ឌបើតែខ្ញុំករណីធៀបឯងគេរំពឹងថាប្រហែលសុកៃធុធំសូនារានឹងប្រហែលជាវេជញែកតតាំងអីហ្នឹងមើលទៅពួកគាត់សេច្រើនដែរព្រមសភាពគាត់ប្រឆាំងនឹងគំនិតរបស់ខ្ញុំណាសម័យឆាំគាត់នឹកស្មានមិនដល់ថាខ្ញុំនឹងនិយាយថាគាត់និយាយត្រូវគាត់ភ្ញាក់គាត់ថាចំអានេះវាគួនណាតែមកតតាំងគួនណាតែថាអេលោកឯងនឹងវាមិនត្រូវវាត្រូវឆ្លោះគ្នានៅក្នុងឆាតហ្នឹងហើយបែរជាសូនារាថាសំហេតុផលទៅគាត់សួរថាម៉េចបានសំហេតុផលចុះយើងទាំងពីរនាក់សុទ្ធតែព្យាករណ៍ឯតាបើព្យាករណ៍ត្រូវមិនគេហៅថាព្យាករណ៍គឺមានខុសមានត្រូវហើយដើម្បីដឹងថានរណាព្យាករណ៍ត្រូវយើងមានតែរងចាំមើលទាំងអស់គ្នាចប់ជាស្ថាពរតាជួយនឹងពេលខ្លះបងប្អូនយើងខ្ញុំមកដល់តនេះផ្ដល់ជាមេរៀនណាសម្រាប់ប្រិយមិត្តនិងកូនសិស្សសូនារាបន្តិចបងប្អូនមិនមែនរាល់ការបកែកឆ្លុះគ្នាខ្លះសិតតែជាគតិបណ្ឌិតទេណាមិនមែនរាល់តែបងប្អូននឹងឲ្យតែគេថាមកអញត្រូវតែឈ្នះវាសិតតែជាគតិបណ្ឌិតទេកុកស៊ីរឿងខ្លះចាញ់ជារឿងត្រឹមត្រូវរឿងខ្លះទទួលស្គាល់ការពិតមួយទៀតខ្ញុំចង់និយាយត្រង់នេះរំលឹកទៅដល់បងប្រុសម្នាក់ដែលគាត់តតាំងជាមួយខ្ញុំមិនមែនតតាំងទេគាត់អត់មានអីហ្នឹងថាមិនបើខ្ញុំថាគាត់សំហេតុផលហើយគាត់ថាមិនបើចឹងឲ្យយើងចាំមើលទាំងអស់គ្នាទៅមែនទេខ្ញុំសូនារាខ្ញុំថាខ្ញុំព្យាករណ៍ឲ្យតើប៉ុន្តែខ្ញុំមានចំណុចមួយចឹងទីប្រងសម្រាប់បងប្អូនខ្មែរយើងដំណឹងបរទេសឬក៏ព័ត៌មានពិភពលោកអន្តរជាតិយើងសង្ខេបគ្រាន់តែស្ដាប់ដើម្បីជាចំណេះដឹងទៅបានហើយកុំទៅយកចិត្តទុកដាក់ទៅឆ្លោះប្រកាត់ប្រចាក់គ្នារឿងក្រៅសង្វៀនឧទាហរណ៍ខ្មែរយើងនៅក្រៅប្រទេសឆ្លោះគ្នារឿងនិន្នាការស្រីម៉ៅមិនត្រូវទេបងប្អូនយើងត្រូវតម្កល់ថាតើយើងតម្កល់ផលប្រយោជន៍អ្វីត្រូវដឹងថាគោលដៅរបស់សូនារាគឺខ្មែរប្រទេសកម្ពុជាខ្ញុំគ្រាន់តែយកវាធ្វើជាចំណេះដឹងឧទាហរណ៍ស្ថានភាពអន្តរជាតិដើម្បីខ្ញុំយកមកវិភាគទៅលើសម្ពាធឬក៏បរិយាកាសដែលមានឥទ្ធិពលសម្បូរទៅលើតំបន់អាស៊ីដែលក្នុងនោះមានប្រទេសកម្ពុជាប៉ុន្តែបើឲ្យខ្ញុំយកចិត្តទុកដាក់អារម្មណ៍របស់ខ្ញុំដិត 100% គឺប្រទេសកម្ពុជាប្រយោជន៍របស់កម្ពុជាដូចខ្មែរយើងខ្លះគ្រាន់តែនៅស្រុកអាមេរិកហ្នឹងគ្រាន់តែកាន់គណៈបកប្រឆាំងដូចគ្នាបងប្អូនណាគណៈបកប្រឆាំងដូចគ្នាស្អប់របបផ្ដាច់ការហ៊ុនដូចគ្នាពុំបញ្ញាវឌ្ឍនាគ្រាន់តែមួយសាធារណរដ្ឋមួយប្រកាន់គណៈបកជាតបតៃអត់និយាយរកគ្នាអានឹងខុសបងប្អូនបងប្អូនធ្វើអញ្ចឹងទោះតែបងប្អូនថាបងប្អូនកាត់ផ្ដាច់ថាខ្ញុំមិនមែនខ្មែរទេខ្ញុំអាមេរិកបងប្អូនកាត់ចឹងមកត្រូវបងប្អូនថាខ្ញុំលែងជាខ្មែររំបេតាអ៊ំខ្ញុំអាមេរិកអាខ្មែរឯងចង់ស្អីទៅអានឹងត្រូវអ្នកណាដែលឆ្លោះគ្នានៅក្នុងគណៈបកនៅប្រទេសអាមេរិកឆ្លោះគ្នាអ្នកកាន់ជើងដូណាល់ត្រាំម្នាក់កាន់ជើងโจ បៃដិននឹងឲ្យឆ្លោះគ្នានឹងវាត្រូវហើយបើអ្នកឯងតាំងខ្លួនថាខ្ញុំអាមេរិកខ្ញុំមិនមែនខ្មែរប៉ុន្តែបើអ្នកឯងតាំងខ្លួនជាខ្មែរចង់ជួយប្រទេសខ្មែរអារឿងនឹងជិះទុកម្ល៉េះទៅអារឿងនឹងទុកបល័យទៅចង់អ្នកណាមានទស្សនៈអីមានទៅធ្វើដូចសូនារាដូចអ្នកដែលចូលប្រឆាំងមួយសូនារាខ្ញុំមានថាអីគាត់ខ្ញុំថាសំហេតុផលទៅខ្ញុំប្រាប់គាត់ហ្នឹង
chẳng dần mấy miến tay dương rong trăm mưa chẳng ọc kia bà nè cho nên ai khóc tới nè trâu tư rương dương trâu đồng có phôi phải giàu côn sơ tôn ra để miến ở đông cái tết này ha chia trong chui và tết Campuchia trâu đăng không chất luôn anh cho ba thang tranh thủ anh đồng có phôi phải giàu Campuchia ti mùi rươngประเทศខាងក្រៅអាមេរិកទោះបីយើងនៅអាមេរិកដែរសូនតារានៅបារាំងក៏ដោយរឿងអាមេរិករឿងបារាំងរឿងអឺរ៉ុបគ្រាន់តែជាចំណេះដឹងបើបងប្អូនយកអានឹងដាក់ក្នុងខ្លួនណាអ្នកណាមាននិន្នាការទៅអានេះខ្ញុំអត់ថាទេខ្មែរយកអត់មានទេនៅអាមេរិកនោះខ្ញុំថាឧទាហរណ៍ណាខ្ញុំថាឧទាហរណ៍អាចមានអ្នកខ្លះនៅស្រុកអាមេរិកគណៈបកប្រឆាំងដូចគ្នាគ្រាន់តែគ្រប់គ្រងបកខុសគ្នាទៅឆ្លោះខ្មែរគ្នាឯងដែរហ្នឹងអត់ត្រូវទេណាតែខ្ញុំជឿថាមិនមានទេខ្មែរយើងមិនមានទេនៅក្រៅប្រទេសប៉ុន្តែបើសិនជាមានខ្ញុំថាខុសហើយប៉ុន្តែក៏វាត្រូវដែរខ្ញុំនិយាយវាមានហេតុផលខុសហើយត្រូវហើយយ៉ាងម៉េចថាច់ឈ្មោះណាខ្ញុំថាខុសហើយបើយើងតម្កល់ផលប្រយោជន៍ជាតិជាធំណាកវីតូនដែនរឿងអាមេរិកនិងរឿងអឺរ៉ុបរឿងអ៊ុយក្រែនរឿងរុស្ស៊ីគឺជាចំណេះដឹងសម្រាប់យើងដឹងទេរឿងពិតប្រាកដគឺខ្មែរប៉ុន្តែបើយើងខ្ញុំថាត្រូវប្រសិនបើយើងបំភ្លេចថាអញមិនមែនខ្មែរទេអញចូលសញ្ជាតិអាមេរិកអញចូលសញ្ជាតិបារាំងអញបារាំងអញអាមេរិកដូច្នេះអាមេរិកជាប្រទេសរបស់អញអាណាប៉ះគណៈប៉ះអញជេរបចៅឯងអត់ទៅខុសអីទេហ្នឹងណាប៊ុនធឿនឃ្លាំងមើងធ្វើអញ្ចឹងក៏ធ្វើតែចោះខ្ញុំក៏អត់មានទៅសូនតារាសួរទៅលោកគ្រូមិនទៅវែកញែកជាជំរឿនរបស់មនុស្សម្នាក់យើងមិនអាចទៅណាទៅរើសជំនួសគេបានឡើយប៉ុន្តែខ្ញុំនៅតែនិយាយចំណុចនឹងតែទី1ខ្ញុំគ្រាន់តែដាក់ទឿនបងប្អូនរឿងស្ថានភាពអន្តរជាតិសរុបមកគឺបើយើងតាំងខ្លួនជាខ្មែរតម្កល់ផលប្រយោជន៍ខ្មែរទី1រឿងបារាំងអាមេរិករឿងក្រៅប្រទេសជាចំណេះដឹងរឿងខ្មែរទី1ឆ្លោះគ្នានឹងខ្មែរកុំឆ្លោះគ្នានឹងរឿងអាមេរិកហើយនឹងអឺរ៉ុបណាកុំឆ្លោះគ្នារឿងអ៊ុយក្រែននិងរឿងអ៊ីស្រាអែលមិនបាច់ទេនិយាយជាចំណេះដឹងទី1ទី2កុំប្រៀបធៀបខ្លួនទៅនឹងលេមុខណាមានន័យថាបើឃើញប្រទេសជុំវិញយើងមានសង្គ្រាមចូលយើងធ្វើខ្លួនយើងឲ្យរឹតតែប្រសើរកុំថាអញគ្រាន់បើជើងអាសង្គ្រាមហេតុអីបងប្អូនខ្ញុំតែងតែនិយាយភាសាកតិបណ្ឌិតថាថៃឬក៏ប្រទេសស្វីគេមិនដែលប្រៀបធៀបខ្លួនគេទៅនឹងប៉ុលពតទេគេមិនដែលទៅបង្រៀនណាតារារាជសិនប្រជាជនគេនឹងថាអូកូនឯងអត់បាយស៊ីងាប់ហើយឯងម៉ែអត់មកយកអត់ឡានជិះសមន្ទីរពេទ្យនឹងអត់មានថ្នាំចាក់ហើយមើលអាពតស្វីគេមិនដែលទៅប្រៀបធៀបចឹងទេបងប្អូនមែនទេហើយគេខ្ពើមមកអស់ហ្នឹងណាគេកាន់តែខ្ពើមយើងបើស្អប់សង្គ្រាមយើងស្អប់អំពើអយុត្តិធម៌យើងត្រូវខ្ពើមតើការស្អប់សង្គ្រាមម៉ាក់លីនដានិងខ្ពើមអំពើអយុត្តិធម៌គឺដោយយ៉ាងដូចម្ដេចគឺកុំប្រព្រឹត្តបើយើងស្អប់អំពើអយុត្តិធម៌យើងកុំធ្វើអំពើអយុត្តិធម៌ឧទាហរណ៍ដូចជាសម្ដេចតេជោគាត់ស្អប់ណាស់អំពើអយុត្តិធម៌ដែលរំលោភបំពានទៅលើគាត់ប៉ុន្តែគាត់ធ្វើអំពើអយុត្តិធម៌ឧទាហរណ៍ផ្នែកតូចមួយក្នុងចំណែកផ្នែកធំគាត់ចាប់ឪពុកសូនតារាដែលជាជនស្លូតត្រង់បំរើគាត់ដាក់គុកដើម្បីជាចំណាក់ខ្មាំងអាហ្នឹងអំពើអយុត្តិធម៌ហើយមានអ្នកខ្លះគេមានលេសទៅការពីជនផ្ដាច់ការថាអញ្ញោបាយគេធ្វើអញ្ចឹងបើនយោបាយធ្វើអញ្ចឹងអ្នកឯងគ្រប់គ្រងអ្នកឯងសរសើរអ្នកឯងទៅលើកកម្ពស់ហ៊ុនសែនរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតទៅអីអញ្ញោបាយអាពតវាធ្វើអញ្ចឹងដែរប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជនផ្ដាច់ការអបពើផ្លាស់ប្ដូរផ្នែកកំណត់គ្រឿងក្លែងទី2គ្រឿងក្លែងទី2និយាយចំណេះដឹងទូទៅបន្តិចវិបុលអអាយនិយាយលេងចុះសុផាន់តរិទ្ធពងនិយាយលេងនេះមិនមែនចំណេះដឹងទូទៅប៉ុន្តែកម្មវិធីទូរទស្សន៍សូនតារាវាមានមែនតែនវាមានលេងវាមានតន្ត្រីវាមានសិល្បៈមានកំសាន្តនេះជាងគេមាន CPP គេដើរតួធ្វើអធិមត្រូវស្រឡាញ់ជាតិសាសនាដើរតួធ្វើអធិមត្រូវគេធ្វើណាអាប៊ូតាលីបនិយាយដូចជាថាកំណាប់កាបខ្លួនទ្រុស្ដីគេថាសូនតារាឯងចំណាស់នឹងហើយអាយុ50ឆ្នាំហើយល្មមមានប្រពន្ធល្មមមានកូននៅស្រុកបារាំងនឹងល្មមរកការងារធ្វើកសាងគ្រួសារអីទៅអាហ្នឹងខ្ញុំអត់ចង់សម្ដៅណាតារាហៀងទៅលើបងប្អូនយើងដែលនិយាយល្អឯងបងប្អូនយើងអ្នកល្អក៏មាននិយាយដូចសូនដូចចឹងដែរគេថាលោកគ្រូចាស់ហើយណាអាយុ50ឆ្នាំហើយក
គូតែមានប្រពន្ធមានកូនមានគ្នាទៅកុំនៅម្នាក់ឯងដល់ណាទៀតនយោបាយក៏ធ្វើអាណែគិតរឿងគ្រួសារក៏ធ្វើវិរៈសុខគិតរឿងការងារក៏គិតទៅកុំនៅម្នាក់ឯងដល់ណាអាហ្នឹងល្អយោបល់ហ្នឹងវាអត់មានអីខុសទេមែនទេអាហ្នឹងខ្ញុំអរគុណសូមអរគុណប៉ុន្តែអាចចំណុចមួយហ្នឹងនិយាយបែបអញ្ចឹងដែរប៉ុន្តែនិយាយបែបបំបាក់នឹងប្រមាថមើលងាយបំបាក់នឹងប្រមាថមើលងាយឧទាហរណ៍ដូចខ្ញុំនិយាយទៅថាអាយុចំណាស់ប្រពន្ធហ្នឹងហើយមែនទេអាយុជិត50ឆ្នាំហើយមិនទាន់មានប្រពន្ធមានកូនអីនឹកច្រឹមគួរតែគិតអំពីរឿងប្រពន្ធគិតរឿងកូនរិទ្ធគិតរឿងការងារគិតរឿងសុភមង្គលគ្រួសារអីទៅណាកុំទៅគិតរឿងនយោបាយគិតតែពីជួយខ្លួនឯងឲ្យតែបានទៅចាំមកជួយប្រទេសជាតិអាហ្នឹងណាបងប្អូនមានម្នាក់ខ្ញុំតបណាហើយមានច្រើនអ្នកនៅក្នុងខមមិនប៉ុន្តែខ្ញុំលើកយកមកនិយាយនៅក្នុងគ្រឿងខ្លែងនេះខ្ញុំគ្រាន់ចង់ជម្រាបថាចេះគ្រាន់តែអ្នកអាចបដូរពាក្យអញ្ចេះវិញបានជំនួសឲ្យពាក្យថាអានេះខ្ញុំអត់និយាយសម្ដៅបងប្អូនយើងដែលមានគំនិតល្អខ្ញុំសូមអរគុណទទួលយកស៊ីលគេខ្ញុំសូមអរគុណទទួលយកដែលថាលោកគ្រូគួរតែគិតគូរទៅចំណាស់ហ្នឹងហើយនៅនេះកុំនៅម្នាក់ឯងអរគុណច្រើនបំណងល្អគាត់បានប៉ុណ្ណាប៉ុន្តែខ្ញុំនិយាយនេះខ្ញុំបកទៅលើអ្នកដែលគិតថាឯទៅមានប្រយោជន៍ទៅធ្វើនយោបាយចាស់ចំណាស់ហ្នឹងហើយអត់តែមានការងារធ្វើអត់តែមានផ្ទះសម្បែងផ្ទះសម្បែងមានអត់មានការងារធ្វើមកផ្ទះខ្ញុំនេះនេះអត់តែមានប្រពន្ធគេចង់សម្ដៅឲ្យមានកូនទេណាហើយទៅធ្វើនយោបាយអីនុតចាំជួយខ្លួនឯងបានសិនណាគិតតែពីខិតខំធ្វើម៉េចឲ្យតែមានសុភមង្គលគ្រួសារទៅខ្ញុំមានពាក្យមួយម៉ាត់តបទៅប្រិយមិត្តមួយចំនួនដែលគេដើរតួធ្វើអត់ត្រឹមត្រូវនិយាយអញ្ចឹងអ្នកអាចដូរពាក្យវិញទៅថាអញ្ចឹងសូនតារាមិនមែនជាមនុស្សអស្ចារ្យមិនមែនជាមនុស្សធម្មតាទេវើយមនុស្សធម្មតាគេខិតខំប្រឹងរៀនសូត្រដើម្បីបានការងារធ្វើដើម្បីបានប្រាក់ខែហានាពេកឯចំណែកអ្នកចំនួនគេខិតខំរកស៊ីបង្កើតមុខរបរបង្ពង្រីកក្រុមហ៊ុនណាដើម្បីខ្លាយទៅជាមហាសេដ្ឋីគ្រូជោគជ័យដើម្បីខ្លាយទៅជាអ្នកមានណាឯចំណែកសូនារាលះបង់អ្វីទាំងអស់ណាខ្ញុំក្មេងខៅឯដាងសំបីតែប្រពន្ធកូនក៏គ្មានសំបីតែគ្រួសារនៅក្នុងស្រុកហ៊ុនសែនគម្រាមកំហែងទាំងពូជក៏សូនតារានៅតែណាមិនបញ្ឈប់ការតស៊ូបញ្ចេញមតិដើម្បីយុត្តិធម៌សង្គមសំបីតែឪពុកត្រូវបានហ៊ុនសែនចាត់ដាក់គុកជាចំណាប់ខ្មាំងក៏សូនតារានៅតែបន្តការណាបញ្ចេញមតិដើម្បីយុត្តិធម៌នេះមិនមែនជាមនុស្សធម្មតាទេមនុស្សធម្មតាគេកើតមកគឺធំឡើងគេដឹងតែត្រូវការមានប្រពន្ធគេដឹងតែត្រូវការមានកូនគេត្រូវការមានប្រាក់ខែគេត្រូវការមានឡានគេត្រូវការមានម៉ូតូគេត្រូវការមានវិឡាទីចន្ទរារមាគេត្រូវការនាំប្រពន្ធកូនដើរលេងគេត្រូវការអួតសម្ភារៈឯចំណែកសូនតារានេះគូលះបង់អានឹងអស់អាលីងណាពួកតើវាអស់ចាប៉ុណ្ណាទៅអញ្ចឹងហើយបានជាថាមនុស្សអស់ចាគឺតែងតែខុសគេនឹងរកបានដោយកម្រនៅក្នុងលោកមនុស្សក្នុងលោកគឺគិតសាមញ្ញដែលថាធំឡើងដឹងក្តីគឺខិតខំរកស៊ីកសាងគ្រួសារមានប្រពន្ធមានកូនមានឡានមានផ្ទះមានលុយដើរលេងផឹកស៊ីច្រៀងរាំហើយចំណែកសូនតារាតើមនុស្សនឹងជាកំពូលមនុស្សអស្ចារ្យប៉ុណ្ណាទៅដែលលះបង់អានឹងអស់អាលីងដើម្បីផលប្រយោជន៍រួមដើម្បីផលប្រយោជន៍ប្រជាជនខ្មែរដើម្បីផលប្រយោជន៍ជាតិទាំងមូលអានឹងខ្ញុំចង់ឲ្យបងប្អូនណាមែនទេខ្ញុំមិនមែនឆឹងទេខ្ញុំចង់ថាបើបងប្អូនជាមនុស្សដែលមានសតិសម្បញ្ញៈបងប្អូនមើលឃើញអញ្ចឹងវិញបងប្អូនមើលឃើញអញ្ចឹងវិញអង្គពិសិដ្ឋអានឹងអ្នកឯងអាចធ្វើបានដូចសូនតារាធ្វើអត់បានទេមែនទេសេនាសឹងគឺមនុស្សអស្ចារ្យនៅក្នុងលោកសកុន្ទ្រីអ៊ុំអ៊ីសានគឺរកបានដោយកម្រអ្វីដែលខ្ញុំមានអ្នកឯងមិនអាចមានបានទេណាហើយមានខ្លះទៀត CVP គេជឿនិយាយថាឯងបានតែទ្រឹស្ដីមកទ្រឹស្ដីនិយាយសម្បត្តិបាត់ដំបងអាណាក៏ចេះនិយាយដែរអានេះខ្ញុំធ្លាប់និយាយម្ដងខ្ញុំថាលើនិយាយឲ្យគេមើលបាន2នាក់តារារាជសិននិយាយឲ្យបានមើលគេ2នាក់បងប្អូន
អ្នកណាក៏ចេះនិយាយដែរត្រូវហើយមនុស្សឈុតក៏ចេះនិយាយដែរប៉ុន្តែមនុស្សដែលចេះនិយាយនិងមនុស្សនិយាយដែលនាំឲ្យមានការគ្រប់គ្រង become និងប្រកបដោយគតិបណ្ឌិតណាបើយើងនិយាយអញ្ចឹងយើងប្រមាថព្រះពុទ្ធដែរព្រះពុទ្ធមិននិយាយដែរចុះមិនបានមានគេថ្វាយបង្គំណាជាព្រះទូទាំងពិភពលោកព្រះពុទ្ធមិននេះណាទ្រឹស្ដីតើខ្ញុំក៏នឹងជំរាបថាចេះពេជ្រសុបិនត្រូវហើយអ្នកណាក៏ចេះនិយាយដែរប៉ុន្តែផ្ដើមពីខ្លួនអ្នកឥឡូវហ្នឹងនិយាយប្រាប់គណៈបកប្រជាជនហ្នឹងឲ្យរឿងអ្នកប្រាជ្ញឲ្យរឿងអ្នកប្រាជ្ញគណៈបកប្រជាជនទាំងអស់និយាយឲ្យមានអ្នកគ្រប់គ្រងនិងអ្នកទស្សនាឲ្យបានតែ 2% នៃសូនតារាបានណាអាហ្នឹងទើបអ្នកឯងអាចនិយាយថានរណាក៏ចេះនិយាយដែរនិយាយដែលអាចឲ្យមនុស្សជឿនិងដែលអាចផ្លាស់ប្ដូរផ្នត់គំនិតគឺជាអ្នកប្រាជ្ញហើយនៅក្នុងโลกនេះណាអ្នកប្រាជ្ញកើតឡើងដោយកម្រមិនមែនអ្នកណាសុទ្ធតែអាចខ្លាយទៅជាអ្នកប្រាជ្ញបានទេប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតប្រធានបទទី1ចប់ហើយអាហ្នឹងគ្រឿងខ្លៃមានប៉ុណ្្នឹងឯងបងប្អូនណាសរុបមុននឹងចូលប្រធានបទទី1ខ្ញុំសូមអរគុណបងប្អូនយើងដែលតែងតែដាស់តឿនត្រូវហើយមិនខុសទេខ្ញុំក៏បារម្ភខ្លះតិចតួចដែរគេថាលោកគ្រូដូចជាចិត្ត50ហ่าខ្លះគេមានចៅហើយលោកគ្រូគួរតែរនអនាគតអីទៅមានគ្នាមានខ្នើយទៅកុំនៅតែឯងណាយ៉ាងហោចណាស់គាត់ថារនអ្នកណាដែលគេត្រូវចិត្តលោកគ្រូទៅគាត់ថាស្រីហ្នឹងគេខ្លាចលោកគ្រូគ្រប់គ្នាមែនទេគេខ្លាចសមត្ថភាពគ្មានស្រីណាគេមិនហ៊ានស្រឡាញ់សូនតារាមានទេគាត់ណាយល់ថាគេប្រាប់អញ្ចឹងខ្ញុំអរគុណបងប្អូនណាកុំច្រឡំថាសូនតារាថាអយនេះខ្ញុំអរគុណហើយបងប្អូនបានបនច្រើនណាស់ខ្ញុំនិយាយនេះសម្រាប់ទៅអ្នកកាញ់ខ្យល់ថាឯងវាមិនខ្មេះទេអាបើចំណាស់ហ្នឹងហើយប្រពន្ធកូនមិនព្រមធ្វើការទៅខំស្នេហាជាតិស្អីទៅខំនិយាយស្អីទៅខំបដូរស្អីគិតតែពីខំធ្វើការគិតតែពីខំរកប្រពន្ធគិតតែពីខំរកកូនទៅខ្ញុំបានត្រឡប់ទៅវិញថាអានឹងជាកិច្ចការរបស់មនុស្សសាមញ្ញមនុស្សកំពូលមនុស្សអស្ចារ្យធ្វើកិច្ចការខុសពីមនុស្សសាមញ្ញប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតសាមគ្គីនៅក្នុងប្រធានបទទី1នេះគឺជាប្រធានបទក្តៅសំខាន់ហើយខ្ញុំគិតថាវាមានប្រយោជន៍ហើយប្រធានបទទី1នេះគឺខ្ញុំនិយាយអំពីទស្សនៈរបស់ខ្ញុំបងប្អូនតើខ្មែរត្រូវរួមសាមគ្គីដូចម្ដេចនៅលើពិភពលោកជាពិសេសយើងមើលគំរូថៃគ្មានអ្នកនយោបាយណាម្នាក់ទោះជាប្រឆាំងគ្នាក៏ដោយត្រូវខ្ចាត់ព្រាត់កំទេចចាត់គុកចាប់មនុស្សដាក់គុកទេណាអត់ដែលមានសោះហើយនៅក្នុងโลกនេះខ្ញុំអាចហ៊ាននិយាយថានៅក្នុងโลกនេះគ្មានប្រទេសណាមានរដ្ឋប្រហារនឹងផ្ដួលរំលំគ្នាស្មើនឹងថៃឡើយប៉ុន្តែគ្មាននរណារងគ្រោះទេអានេះយើងត្រូវទទួលស្គាល់ការពិតរហូតមកទល់បច្ចុប្បន្នយើងឃើញជាក់ស្ដែងនឹងភ្នែកណាខ្ញុំមានទស្សនៈមួយស្របដូចទៅនឹងសាររបស់លោកប្រធានសំរងស៊ីមានន័យថាគំនិតខ្ញុំគឺអញ្ចឹងគ្រាន់តែខ្ញុំនឹងលើកយកមិនទាន់លើកយកមកធ្វើជាប្រធានបទក្តឹបសវ៉ាដែលសំរងស៊ីគាត់មានទស្សនៈនិងគំនិតទស្សនវិស័យរបស់គាត់ល្អគឺស្រឡាញ់ខ្មែរចង់ឲ្យប្រទេសខ្មែរនឹងរុងរឿងមានអំណាចខ្លាំងដោយមិនមានខ្មែរជាសត្រូវអានេះជាការវិនិច្ឆ័យរបស់ខ្ញុំអត្ថបទរបស់គាត់ខ្លីមួយដែលគាត់ថាដោះលែងកម្មសខានិងអ្នកទោសនយោបាយទាំងអស់ដោះអាវបាក់ពាក់អាវជាតិគឺជាចំណុចនៃការសាមគ្គីហើយខ្ញុំលើកយកចំណុចនេះដែលខ្ញុំស្របជាមួយនឹងទស្សនៈរបស់សំរងស៊ីខ្ញុំស្របជាមួយទស្សនៈរបស់សំរងស៊ីដោយសារតែខ្ញុំមានទស្សនៈហ្នឹងណានៅក្នុងចិត្តហើយវាត្រូវណាដានខាវជាអ្វីដែលខ្ញុំនឹងលើកយកមកនិយាយនៅក្នុងថ្ងៃនេះហេតុអ្វីបានជាយើងត្រូវសាមគ្គីបងប្អូនខ្ញុំនិយាយអំពីចំណុចវិជ្ជមាននិងចំណុចអវិជ្ជមានទៅចុះឥឡូវខ្ញុំនិយាយអំពីចំណុចអវិជ្ជមានមុនចំណុចវិជ្ជមានខ្ញុំនិយាយក្រោយធីតាជូនចំណុចអវិជ្ជមានហ៊ុនសែនបើកណាខ្ញុំនិយាយពីចំណុចអវិជ្ជមានខ្ញុំនិយាយអំពី
ការរក្សាកំតិចបំបែកបំបាក់កាប់សម្លាប់ខ្មែរគ្នាអីនេះមួយអវិជ្ជមានហ៊ុនសែនគេអាចគិតថាខ្លួនគាត់គ្រប់គ្រាន់ហើយមិនចាំបាច់ត្រូវការកម្មសិក្ខាមិនចាំបាច់ត្រូវការសំរងស៊ីមិនចាំបាច់ត្រូវការគណៈបកប្រឆាំងទេហ៊ុនសែនកាន់អំណាចមានរចនាសម្ព័ន្ធមានសមត្ថភាពគ្រប់គ្រាន់អាចការពារជាតិមិនចាំបាច់ត្រូវការដោះលែងកម្មសិក្ខាឬក៏ទៅបង្រួមកម្លាំងជាមួយនឹងគណៈបកប្រឆាំងនៅក្រៅប្រទេសមានសំរងស៊ីម៉ូសុខួរអេងឆៃអៀងនិងរាជនីសំទើបអាចនេះទៅមានចលនាមួយដោះស្រាយបញ្ហាជាមួយបរទេសបានទេ BB Moon គាត់អាចគិតថាអញមានសមត្ថភាពគ្រប់គ្រាន់ហើយនៅក្នុងការដោះស្រាយបញ្ហាអត់ត្រូវការពួកឯងទេមែនទេហើយបច្ចុប្បន្ននេះអញអាចដោះស្រាយបញ្ហាដោយខ្លួនឯងបានព្រោះប្រទេសកម្ពុជាអញគឺជាអ្នកកាន់កាប់នៅក្នុងកណ្ដាប់ដៃទាំងស្រុងអញបញ្ជាកម្លាំងទ័ពទាំងស្រុងអញបញ្ជារចនាសម្ព័ន្ធរដ្ឋទាំងស្រុងអញបញ្ជាហិរញ្ញវត្ថុទាំងស្រុងអញបញ្ជាមនុស្សទាំងស្រុងនរណាក៏ខ្លាចដែរហើយអំណាចនៅក្នុងប្រទេសកម្ពុជាទោះជាមានគណៈបកប្រឆាំងឬអត់គណៈបកប្រឆាំងក៏អត់មានអ្វីឥទ្ធិពលទៅដល់កិច្ចការពារជាតិបានដែរឧត្តមលោកចិត្តដូច្នេះមិនចាំបាច់ស្ដាប់ពាក្យសំរងស៊ីឬក៏ស្ដាប់ពាក្យសូនតារាមិនចាំបាច់មានការសាមគ្គីដោះលែងកម្មសខាដោះលែងអ្នកទោសនយោបាយនៅក្នុងប្រទេសកម្ពុជាទាំងអស់ដើម្បីឲ្យខ្មែររួមសាមគ្គីទេអត់ចាំបាច់ទេអានេះទស្សនៈមួយណារបស់ដែលខ្ញុំគិតពីវិជ្ជមានចំណុចមួយទៀតអវិជ្ជមានទី2អញនឹងតាមកំតិចឯងទៅដែរណែឯងកុំសង្ឃឹមថាទោះជាមានវិបត្តិយ៉ាងណាក៏ដោយស្រីអូនសូបុណ្យសូនាំឲ្យមានការផ្សះផ្សានាំឲ្យមានការបង្រួមជាតិនាំឲ្យមានការលើកលែងទោសកម្មសិក្ខាលើកលែងទោសគណៈបកនយោបាយប្រឆាំងនៅក្នុងប្រទេសកម្ពុជាណែទាំងអស់គឺអញមានតែកំតិចឯងថែមពីព្រោះអញនឹងយកឱកាសដែលបរទេសកំពុងតែឈ្លានពាននេះជាឱកាសកសាងប្រជាប្រិយភាពជាលេសដើម្បីកំតិចពួកអប្រឆាំងណាដែលវាមានមតិដែលអញគិតឃើញថាវាជួយទៅណែបរទេសឬក៏មានមតិប្រឆាំងអញនឹងលាបពណ៌ចោទវាថាវានៅខាងបរទេសហើយវាក្បត់ជាតិអញនឹងមិនជួយអញនឹងមិនលើកលែងឲ្យពួកឯងទេអញនឹងបន្តកំតិចមិនតែប៉ុណ្ណោះអញនឹងប្រើប្រាស់ព្រឹត្តិការណ៍បរទេសឈ្លានពានដើម្បីយកលេសចាប់ពួកឯងកំតិចពួកឯងបន្តទៀតហើយអញនឹងចំណេញទី1មិនត្រូវការពួកឯងទាំងអស់គ្នាដើម្បីមករួមសាមគ្គីសហការជាមួយប្រទេសជាតិទេទី2អញនៅតែចំណេញពីព្រោះពេលដែលមានបញ្ហាកើតឡើងអញប្រើប្រាស់ព្រឹត្តិការណ៍ហ្នឹងដើម្បីកំទេចដូច្នេះអញនៅតែកាន់អំណាចហើយបើសិនជាអញអាចរក្សាកម្ដៅព្រំដែនហ្នឹងមិនដោះស្រាយឲ្យវាដាច់ស្រេចឲ្យវាឆាប់គឺអញនៅតែប្រើប្រាស់យុទ្ធសាស្ត្រមនោគមវិជ្ជាស្នេហាជាតិដើម្បីរក្សាអំណាចរបស់អញដដែលអានេះខ្ញុំនិយាយជ្រុងមួយនៃវិជ្ជមានជ្រុងមួយនៃវិជ្ជមានប៉ុន្តែជ្រុងមួយសំទោសជ្រុងមួយនៃអវិជ្ជមានដែលនេះសោះចុះជ្រុងមួយនៃវិជ្ជមានរំមេតាបងប្អូនខ្មែរយើងជាទូទៅយើងត្រូវផ្ដោតទៅលើឆន្ទៈរបស់ប្រជាជនទី1អូនជាបេះដូងឆន្ទៈប្រជាជនត្បិតតែមនុស្សមិនហ៊ានជំទាស់ជាមួយហ៊ុនសែនចាប់មនុស្សដាក់គុកនឹងកំទេចប៉ុន្តែក្នុងចិត្តមនុស្សទាំងគណៈបកប្រជាជននិងគណៈបកប្រឆាំងនិងគណៈបកដទៃទៀតសប្បាយចិត្តពេលដែលឃើញហ៊ុនសែនដោះលែងកម្មសខាលើកលែងសំរងស៊ីម៉ូសុខួរគណៈបកប្រឆាំងនិងអ្នកទស្សនយោបាយទាំងអស់ឲ្យមានណែសេរីភាពនៅក្នុងការរួមសាមគ្គីទៅតាមនិន្នាការនយោបាយប្រជាជនណាក៏សប្បាយចិត្តដែរបងប្អូនត្រូវដឹងថាខ្មែរយើងគ្រប់និន្នាការគណៈបកធុញណាស់គឺធុញទ្រាន់នឹងការឆ្លោះគ្នាហើយច្បាស់ណាស់រាល់ចំនួន
នឹងមានមនុស្សទៅកាន់ជើងហើយបងប្អូនមើលនៅក្នុងប្រព័ន្ធផ្សព្វផ្សាយឬនៅក្នុងកម្មវិធីឃោសនាវានឹងមានការលើកដំកើងឲ្យមានការវាយគ្នាទៅវិញទៅមកវាជារឿងពិតត្រឹមត្រូវហើយប៉ុន្តែឆន្ទៈមហាជនណាបងប្អូនត្រូវដឹងខ្ញុំនិយាយអំពីចំណុចរួមឧទាហរណ៍ផាក់ដឹងទៅតុលាការអន្តរជាតិដើម្បីការពារព្រំដែនសមុទ្រកោះគោកដែនគោកខ្មែរគឺជាឆន្ទៈរួមគណៈបកណាក៏មានឆន្ទៈដែរមែនទេការចរចាយកដីខ្មែរទៅចែកទៅចរចាចែកជាមួយបរទេសគីមឡាយផែគឺជាឆន្ទៈដោយឡែកជាការបែកបាក់ការរួមសាមគ្គីគ្នាប្រទេសកម្ពុជាគឺជាប្រទេសរបស់យើងទាំងអស់ដែលនរណាក៏អាចធ្វើនយោបាយទោះជាជំទាស់ទោះប្រឆាំងក៏ដោយដូចមុនណាឆ្នាំ2017មុនរំលាយគណៈបកសង្គ្រោះជាតិជាឆន្ទៈរួមជាឆន្ទៈរួមមនុស្ស 90% ចង់ឲ្យមានអានឹងវាស្រីស្រស់មនុស្ស 90% ចង់ឲ្យមានអានឹងចំណុចទី1ខ្ញុំនិយាយចំណុចទី2ការរួមកម្លាំងគ្នាតែងតែខ្លាំងជាងការបែកបាក់សាមគ្គីគ្នាណាចំណុចទី3គណៈបកប្រជាជនបើគ្រាន់តែចង់កាន់អំណាចគឺអត់មានអីលំបាកទេប៉ុន្តែបើចង់កំទេចគណៈបកប្រឆាំងឲ្យរលាយគឺមិនអាចខ្ញុំថាមិនអាចទេខ្លះគេថាអាចមិនអាចទេដល់ក្រោយមិនអាចទេបើហ៊ុនសែនអាចកំទេចគណៈបកប្រឆាំងឲ្យរលាយគាត់កំទេចយូរហើយអាមិនក៏នៅតែដដែលសួរថាមិននៅដដែលបើអត់ដដែលមិនគាត់កាន់តែខ្ទប់គាត់កាន់តែកាយគាត់កាន់តែសាហាវបើគណៈបកប្រឆាំងអស់រលាយហើយគាត់អត់មានអីត្រូវទុកទល់ទេគាត់លែងកាយសាហាវគាត់លែងរំលឹកគាត់លែងសក្រឹតថ្មិញហើយព្រោះថាអេគូនិយាយអញ្ចឹងមិនសមហេតុផលទេចៅពិសិដ្ឋឥឡូវខ្ញុំសួរតើហ៊ុនសែនមិនដែលប្រកាសកំទេចខ្មែរក្រហមទេតើហ៊ុនសែនមិនដែលប្រកាសកំទេចគណៈបកហ៊ុនស៊ិនប៉ាច់ទេតើហ៊ុនសែនមិនដែលប្រកាសកំទេចញឹកប៊ុនឆៃទេហេតុអ្វីបានជាហ៊ុនសែនមិនដែលកំទេចខ្មែរក្រហមមិនដែលកំទេចញឹកប៊ុនឆៃមិនដែលកំទេចហ៊ុនស៊ិនប៉ាច់ពីព្រោះរបស់អស់នោះវាខ្ទេចអស់ទៅហើយបងប្អូនហ៊ុនសែនអត់ត្រូវមានអីទេប៉ុន្តែហេតុអ្វីបានជាហ៊ុនសែននៅតែសក្រឹតថ្មិញនៅតែមានពាក្យជ្រុលនិយមនៅតែមានពាក្យក្បត់ជាតិនៅតែមានពាក្យងើបមួយវាយមួយងើបពីរវាយពីរមាននៅតែមានពាក្យកំទេចមានន័យថាកំទេចវាអត់ទាន់បានហើយយើងសួរថាតែកំទេចពេលណាបានមកលៀនឆ្នាំទៀតគាត់បានដែរហេតុអីបងប្អូនបើបងប្អូនកំទេចបត់អូកាត់កំទេចតែមកយប់ឲ្យតែបងប្អូនកំទេចបានគឺបានហើយឧទាហរណ៍ដូចជាកំទេចពួកខ្មែរក្រហមពួកហ្នឹងវាជាឃាតករបល័យពូជសាសន៍ហេតុអីព្រោះវាផ្ទុយនឹងឆន្ទៈប្រជាជនបើកាលណាសាហាវព្រៃផ្សៃកាប់សម្លាប់មនុស្សវាផ្ទុយឆន្ទៈប្រជាជនហើយប្រជាជនអឲ្យតែកំទេចទេតើណាកំទេចគណៈបកហ៊ុនស៊ិនប៉ាច់កំទេចបានណាប៉ុន្តែដោយសារអីដោយសារតែស្ដេចក្រមព្រះគាត់មានទំនោរទៅចាប់ដៃជាមួយហ៊ុនសែនចែកផលប្រយោជន៍អានេះខ្ញុំនិយាយចំណុចនេះហើយ logic នោះណាប៉ុន្តែសួរថាកំទេចប្រជាធិបតេយ្យបានទេអត់ទេពីមុនអ្នកប្រជាធិបតេយ្យអ្នកដែលស្រឡាញ់យុត្តិធម៌សេរីភាពហ្នឹងទៅនៅក្នុងគណៈបកហ៊ុនស៊ិនប៉ាច់ដែលដឹកនាំដោយស្ដេចក្រមព្រះស្ដេចក្រមព្រះខ្ទេចមែនប៉ុន្តែពួកអ្នកដែលស្រឡាញ់ប្រជាធិបតេយ្យហ្នឹងក៏បែកខ្ចាត់ខ្ចាយទៅប្រមូលផ្ដុំគ្នានៅកន្លែងផ្សេងដែរទៅប្រមូលគ្នាកន្លែងផ្សេងទេអូណាអ្នកដែលស្រឡាញ់ពីមុនអ្នកដែលស្រឡាញ់ប្រជាធិបតេយ្យទៅប្រមូលផ្ដុំគ្នានៅគណៈបកហ៊ុនស៊ិនប៉ាច់និងគណៈបកសឿនសានក្រោយពីហ៊ុនសែនកំទេចសឿនសាននិងកំទេចហ៊ុនស៊ិនប៉ាច់កាលាយរលាយតែបុគ្គលនេះណាមានចលនាហ្នឹងវាទៅផ្ដុំគ្នានៅសំរងស៊ីផ្ដុំគ្នានៅកម្មសខាមែនទេពេលដែលហ៊ុនសែននឹងទៅកំទេចកម្មសខាចាប់កម្មសខាដាក់គុកមកចាប់សំរងស៊ីខ្ទប់សំរងស៊ីមូសុខួរអាចលនាហ្នឹងណាគឺវាមានពីនៅក្នុងប្រទេសពេលដែលហ៊ុនសែនកំទេចក្នុងប្រទេសនឹងកំទេចអាចលនាហ្នឹងវានៅក្រៅប្រទេសដូចបច្ចុប្បន្នទេនៅក្រៅប្រទេសហ៊ុនសែនក្រៅប្រទេសហ៊ុនសែនអាចកំទេចបានដោយសហការជាមួយបរទេសខុបខិតជាមួយបរទេសដើម្បីកំទេចខ្មែរដូចជាខុបខិតជាមួយថៃហ៊ុនសែនអាចកំទេចត្រឹមថៃនិងម៉ាឡេស៊ីបានតិចតួចប៉ុន្តែដូចជាអ្នកនៅអាមេរិកដូចជាអ្នកនៅបារាំងហ៊ុនសែនអាចចាប់ឪពុកសូនតារាជាចំណាប់ខ្មាំងអាចចាប់មែនទេបងប្អូនប្រុសហៃវណ្ណាទៅប៉ុន្តែសូនតារាអាចមានអ្នកយកគំរូតាមសូនតារាជាច្រើនរូបដទៃទៀតមួយប៉ុន្តែអ្វីដែលខ្ញុំចង់និយាយនេះណាហ៊ុនសែនចំណាយពេល5ជីវិតដើម្បីកំទេចយុត្តិធម៌គឺកំទេចអត់បានទេភាពខុសគ្នាត្រង់ថា
hãy thấy ban thì hôn sang ai cầm tịch không ai có họ bán vì pro vi chỉ là bao para lại pui sắc para chăng tên chăng tẹt phải chỉ chân hãy thấy ban thì hôn sang mình ai cầm tịch phải chia tập tay nâng cho tịch thua bán vì pro vi srop từ nâng chăng rút tịch thua nâng phải chia tập tay vì cứ chỉ bẹt đồ rồi bao mà nuôi chuyện hôn sang cầm tịch rút tịch thua nâng phải chia tập tay cứ hôn sang chia sạch trừ này mà nuôi chuyện nó nè cả đôi áo tại chia sạch trừ mà nuôi chuyện mình du mình chặt nè cầm tịch tay ta rồi liền à vậy để xong ra với cái cặp hai bơ mình bật bóng ôn tập hôn sáng bơ mình to nơi chặt mà nó đã cúc mình to nơi cầm tịch mình to nơi giả hào ấy nè con ai cục cơm làm nái bán con tay cốt ắt bán tập tu ca còn thro pi mà hà chuẩn thì ắt tập tu ca còn thro thì hơi bóng ôn mình đang nói chẩn non rít chụp vung chain rít chụp vung han đây nướng đặt miên làm nái trên hôn sáng phong sơn là sủng lắc tầm cú chứ con tay su ta hai tay ban chỉ lưu phục lố có robot rít chia để dùng đặt can rồi lố nó về lưới đôi xa ta vì ắt miên ca còn thro pi mà hà chuẩn mình luôn na rồi bọc đại miên ca con tropi mà hai chun chẳng là làm mình du mình chặt cùng tay rồi lia tí bằng vốn ai lời ní hôn sai nè nhom ao có prao vì thi sao mình có đôi cầm tích con tại thà chứ bởi hôn sai khăn mà nút với ăn mọt tập ngày mình nút ăn mọt thì mình đây nhom lúc ở tiêu họ cho bạn buổi tiền nếu rồi bọc pol pot nếu rồi bọc pol pot bọc con đừng rồi bọc pol pot Pol Pot cầm tích ấy chứ bạc trên kề đấy một địch khác cứ sasana nơi cái đó là Pol Pot miền sasana đấy sasana ấy cái ọt này chỉ phải là cái Campuchia phải chỉ chuyên cao sập phải nói căn bậc bậc sasana Pol Pot cầm tích nơi cái đó là Pol Pot tao miền lục song đấy tao miền căn vị thi sasana đấy tao miền nẹt sâu thò đấy ọt đấy vấn đề cái đó là dạng bên bay năm bầm bay khai mà pay thằng nàyประเทศกัมพูชีkhông bao mà ngất ở trong không miên sasana ấy tờ sasana nên trời ban tích đời xa tại ao không mau nâng hiệp ngọc ngặt này đấy ok rồi bộ Pol Pot rồi lúng á vót cơn lược đơm mong ổn vót cơn lược đơm miên đi thằng mày bộ Pol bảy nhiều sông tục này này các đầu sọc ràng vào màn ngày miên đi thá mình nét xì cá chăn tét bê đô rồi bao mình đúng á mình ai còn tích bản lời mình ai cầm tịch bản lời giúp tịch thóa và chia tập tái cứ chia bẹt đồ chia chủ vật rồi bà mình đúng hôn sai mình ai cầm tịch bản lời vì pro hôn sai còn ắt cầm tịch phụ ổ cật chun còn ắt cầm tịch ẩm bừa cật hai mà có tờ tay tăng nè nâng chiều cật chun chiều bừa cật tịch hôn sai rồi nó bị khó ở tiền ra có tay tăng cầm sự khá chiều cật chun anh nên là con tao có tay tăng xòm xì thì mưa khơi mưa mặt đằng mưa mà đăng khơi ta xòm rừng xì nâng chơi ở cật chôn ở cật chào nè ở tay tăng xôn ra mưa mình đằng nè đạp bỏ một nơi mưa mình khơi mình đằng mà nè anh đang nói ban chỉ nhom này dây thá sa mà ký sầm khăn cho mấy chim dân pi vitamin cho mấy vitamin mùi tiệt trong cặp bong bóng bà quân sai quạt nấu cầm nứt ảo vitamin là nó dương mình to quạt cật tiệt tới và tay dương mình chọc sự cảm bập hiệp thì anh ấy dương trâu tăng chấm hồ là chết mới tiệt đó lên cầm giật khá lướt lên tu rồi sau một xí có thả mình tu đi chồng dây là bị giao chồng đó lên cầm giật khá mà nên bớt lùm hồ xong rèn xí nâng nặng đất non cả nặng bạc sự câu chuyện rùm cái này châu từ không có thể cảm được chỉ cái nặng bạc phải chỉ chấn cái nằm nát đây cái nằm nát đây và ăn miên ấy thì mà nên hơi không cả này đã bỏ ra tiền liền tiền dứt trong này này hết rồi bị buộc bằng ổn bởi sân chỉ khai dương cái vật đi đất non đời xong rèn xí này nâng không vật đi rùm giả cả kia dương nâng khăn không bền à nhóm lướt cả này rương mua nịt thịt mũi chồng nhóm bạn này dây dòng PAC chùm rêu ấy nhóm dây pi chùm nuôi ở tỷ họ mong con bởi sân chỉ miên cả này rùm lô prong đen miên cáp tu lần tu hỏa vật ở tỷ họ đôi chế trung tri thẩm đây mình ai để dây khi bán để thả dưỡng đại nhà chất mình ca phí bồ là nặng tiếp tại đây là bỏ dưỡng thì nó cái nặng tắt phải trắng nơi không sốc cứ khi miên đại ná kia tới phải trăng cho môi hôn sai thế Rosana Evolution hỏi nè nơi cây bật tích cứ chỉ bực hút hay ranh vật thụ
ថវិកាដែលមិនចេះរីងស្ងួតណាបងប្អូនអាចជួយទៅដល់រដ្ឋាភិបាលនិងប្រទេសកម្ពុជាយើងកងទ័ពនៅជួរមុខដោយមិនចេះខ្សោះបងប្អូនមានដឹងថាខ្មែរនៅក្រៅប្រទេសណាបើត្រូវគ្នាឧទាហរណ៍ថៃញញើទៅណាកម្មសខាដោះលែងសំរងស៊ីក៏ចូលស្រុកបានទេហ៊ុនសែនបងប្អូនមានដឹងថាខ្មែរនៅក្រៅប្រទេសបើធ្វើមានប្រព័ន្ធត្រឹមត្រូវឧទាហរណ៍សំរងស៊ីក៏ដឹកនាំប្រព័ន្ធហ្នឹងមានចំនួនបងប្អូនណាកងទ័ពណាអត់ខ្វះលុយទេខ្ញុំនិយាយចេះខ្មែរក្រៅប្រទេសឆន្ទៈខ្ពស់ណាខ្ញុំនិយាយរឿងមួយបងប្អូនសួរថាហេតុអ្វីបានជាហ៊ុនសែនរំលាយមែនទេបាតកម្មនៅកណ្ដាលក្រុងភ្នំពេញនេះមិនជារឿងចៃដន្យទេណាគាត់គិតថាអូអានឹងຕົកតែមួយខែទៅដាច់បាយអត់ទេបងប្អូនមិនមែនដាច់បាយទេកាន់តែយូរណាគឺកម្លាំងកាន់តែខ្លាំងទៅធំទៅហេតុអីពីព្រោះបងប្អូនខ្មែរក្រៅប្រទេសច្រើនណាស់ខ្មែរក្រៅប្រទេសច្រើនណាស់យើងគ្រាន់តែប្រៀបធៀបកុំថាឡើយនៅអឺរ៉ុបនៅអាមេរិកកាណាដាអូស្ត្រាលីនៅកូរ៉េសូម្បីតែខ្មែរនៅថៃក៏លួចផ្ញើលុយចូលមកដែរអញ្ចឹងឧទាហរណ៍ថាបើមានការសាមគ្គីគ្នាប្រទេសយើងសប្បាយណាស់បងប្អូនសប្បាយណាស់បើនេះអត់មានត្រូវទៅកំចាត់អ្នកណាត្រូវទៅកំទេចអ្នកណាទេនេះហ៊ុនសែនគាត់ហ៊ុនម៉ាណែតគាត់ប្រធានគណៈបកប្រជាជនកម្មសខាសំរងស៊ីគាត់ចូលនិវត្តន៍ជាមួយហ៊ុនសែនឬក៏មានគណៈបកប្រឆាំងអីចឹងទៅអ្នកនាំពាក្យប្រជាពលរដ្ឋមានការឈ្លានពានពីសត្រូវនៅក្នុងចំណុចរួមមួយណាកងទ័ពកម្ពុជាត្រូវការជំនួយប្រទេសកម្ពុជាត្រូវការសពាវុធត្រូវការសពាវុធរដ្ឋជាអ្នករ៉ាប់រងបញ្ហាស្បៀងឧបត្ថម្ភអីហ្នឹងខ្មែរនៅក្រៅប្រទេសច្រើនណាស់បងប្អូនច្រើនណាស់មែនទេប៉ុន្តែបើយើងនិយាយពីចំណុចអវិជ្ជមានគេអាចនិយាយថាមិនបាច់ទេអញមិនត្រូវការអីអញមានសមត្ថភាពគ្រប់គ្រាន់ហើយមែនទេរដ្ឋាភិបាលគណៈបកប្រជាជនមានលទ្ធភាពគ្រប់គ្រាន់អញមិនត្រូវការជំនួយពួកឯងប្រជាជនខ្មែរគេចេះកសាងហើយគេចេះតស៊ូហើយកុំភ្លេចថាប្រជាជនខ្មែរហ្នឹងប្រមាណភាគរយដែលគ្រប់គ្រងគណៈបកប្រឆាំងមួយទៀតបងប្អូនណាមានប្រសើរជាងអត់ណាមានប្រសើរជាងអត់ហើយចុះឥឡូវយើងសួរមើលតើមួយណាចំណេញមួយណាខែឧទាហរណ៍ថានៅខាងចឹងក៏បានដែរតើអញមិនត្រូវការពួកឯងទេអត់មែនពួកឯងឃើញទេអត់ទេអញមិនត្រូវការពួកឯងអត់មែនអញអាចទទួលខុសត្រូវកសាងប្រទេសជាតិអ្នកការពារជាតិឲ្យខ្លួនអញនិងប្រជាជនតាមស្មៅមានអានឹងមែននឹងអញត្រូវការមានពួកឯងចូលរួមតើមួយណាចំណេញជាងបងប្អូនរបស់ដែលមានការចូលរួមច្រើនតែងតែចំណេញបើអញ្ចឹងមិនមែនហ៊ុនសែនគាត់ខិតខំដើរពាក់ដើរទិញទេបងប្អូនមិនចឹងហ៊ុនសែនដើរកំទេចមនុស្សអស់សល់គាត់ម្នាក់ឯងបាត់ហើយគាត់មិនខំដើរអោបទេមិនបញ្ញាមនុស្សកាន់តែច្រើនកាន់តែចំណេញអញ្ចឹងឥឡូវខ្ញុំសួរថាពីរហ្នឹងមួយណាចំណេញជាងទីមួយប្រទេសយើងក៏សប្បាយមនុស្សយើងក៏អត់មានអីហ៊ុនសែនក៏អត់មានរដ្ឋាភិបាលមានអាណាទៅធ្វើស្អីគាត់ប៉ុន្តែប៉ុន្តែការបោះឆ្នោតក៏នៅតែធម្មតាប្រជាជនក៏មានសុវត្ថិភាពណាអត់មានហើយមានទំនុកចិត្តពីអន្តរជាតិពីពួកវិនិយោគទុនមើលឃើញថាវាមិនមែនជាសង្គមមួយដែលនឹងមានការកាប់សម្លាប់គ្នាអានឹងវាចំណេញជាងបងប្អូនរវាងថាអញអត់ហែងអញវាមិនងាប់ទេអានឹងបានវាអត់ងាប់ទេបាទណាប៉ុន្តែយើងសួរថាចុះបើមានខ្មែរទាំងក្នុងនិងក្រៅប្រទេសសហការគ្នាដើម្បីជួយការពារទឹកដីរបស់យើងឬអីមិនចំណេញឬក៏ថាឯងធ្វើអញ្ចឹងមែនទៅឯងរំលាយពួកឯងទាំងអស់មកចូលតែបាក់តែមួយជាមួយគណៈបព្វជិជនអានឹងទៅអត់បានទេបងប្អូនបើនិយាយចឹងគឺទៅវាតតែថ្វាយអង្គមហ៊ុនសែនទាំងអស់អានឹងគឺវាចប់ហើយអាពតហើយបងប្អូនណាខ្ញុំនិយាយមួយតែខ្ញុំតែប្រៀបធៀបទៅនឹងជំនាន់ប៉ុលពតទៅនៅលើโลกនេះណាមានតែរបបប៉ុលពតទេដែលធ្វើសង្គ្រាមជាមួយបរទេសផងកាប់សម្លាប់ជនជាតិឯងផងប្រទេសយើងមិនត្រូវដើរតាមគំរូរបស់ប៉ុលពតទេនេះយើងមិនត្រូវធ្វើសង្គ្រាមឧទាហរណ៍មិនត្រូវវាយជាមួយបរទេសផងមកកាប់សម្លាប់គ្នាឯងផងទេកុំភ្លេចថាកម្លាំងនឹងកម្លាំងមិនមែនតូចតាចទេណាកម្លាំងធំណាបើយកកម្លាំងនឹងបានខ្មែរសាមគ្គីគ្នាបានល្អប៉ុន្តែចំណុចនេះជាទស្សនៈរបស់សូនតារាទេដែលខ្ញុំមើលទៅខ្ញុំឃើញថាវាស្របជាមួយនឹងទស្សនៈរបស់សំរងស៊ីដែរហើយបើហ៊ុនសែនក៏មានទស្សនៈអីផ្សេងអានឹងយើងមិនអាចទៅបង្ខំឬក៏គាត់បានទេគាត់តែយើងបង្ហាញថាអានឹងវាចំណេញជាងអានឹងវាចំណេញជាងចំណុចទី1ណាដែលខ្ញុំលើកហេតុផលនៅក្នុងប្រធានបទទី1ធំនេះថាវាចំណេញបងប្អូនដោះលែងកម្មសខាអ្នកទស្សនយោបាយទាំងអស់ប្រទេសកម្ពុជាមានសេរីភាពរួមសាមគ្គី